ជំរាបសួរហើយសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះទីងគឹមហុងជាសិស្សទី12នៃសាលាអន្តរជាតិ IEL ថ្ងៃនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍ជាមួយអ្នកទាំងអស់គ្នាដែលសិក្សានៅទីនេះរយៈពេល12ឆ្នាំចំពោះកម្មវិធីសិក្សានៅទីនេះខ្ញុំយល់ឃើញថាលោកគ្រូអ្នកគ្រូបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការបង្ហាត់បង្រៀនឲ្យសិស្សគ្រប់គ្នាទទួលបាននូវចំណេះដឹងយ៉ាងពិតប្រាកដហើយសាលាក៏បានផ្ដល់ឱកាសជាច្រើនសម្រាប់នាងខ្ញុំក្នុងការបង្ហាញនូវសមត្ថភាពតាមរយៈការប្រកួតប្រជែងទាំងក្នុងនិងក្រៅសាលាដើម្បីឲ្យសិស្សឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរក្រៅពីការសិក្សាតាមសៀវភៅនិងមេរៀនខ្ញុំក៏បានយល់ដឹងទាក់ទងទៅនឹងបរិបទក្នុងសង្គមការប្រសិទ្ធទៅជាមួយអ្នកដីនិងបទពិសោធន៍ដែលទទួលបានមកពីការប្រកួតប្រជែងដំណើរទស្សនកិច្ចសិក្សានិងទេពកោសល្យដែលសិស្សានុសិស្សបានបង្ហាញតាមកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សចំពោះនាងខ្ញុំក៏ធ្លាប់បង្ហាញស្នាដៃក្នុងកម្មវិធីពិព័រណ៍នេះដែរតាមរយៈការធ្វើពិធីលង្វែកដែលខ្ញុំទទួលបានបទពិសោធន៍ជាច្រើនក្នុងការស្វែងយល់ពីទីតាំងភូមិសាស្ត្រប្រវត្តិសាស្ត្រជាភាសាអាចឲ្យយើងចេះសហការគ្នាក្នុងការធ្វើការងារជាក្រុមសម្រាប់ដំណើរទស្សនកិច្ចសិក្សាក៏បានបង្រៀនឲ្យនាងខ្ញុំមានទំនួលខុសត្រូវច្រើនជាងមុនការដែលអាចឲ្យយើងយល់ដឹងពីតំបន់ទេសចរណ៍មានដូចជាឧទ្យានជាតិគិរីរម្យសួនសត្វភ្នំតាម៉ៅកំពតនិងខេត្តផ្សេងៗទៀតដែលសាលាបានរៀបចំសម្រាប់ពួកយើងទាំងអស់គ្នាលើសពីនេះនៅរដូវកាលប្រជុំបិណ្ឌសាលាតែងតែនាំសិស្សានុសិស្សទៅកាន់ទីវត្តអារាមដើម្បីឲ្យពួកគាត់ដកស្រង់នៃបទពិសោធន៍ដែលពួកគាត់ទទួលបាននៅសង្គមខាងក្រៅជាពិសេសទៀតនោះគឺអាចឲ្យយើងយល់ដឹងឲ្យកាន់តែច្បាស់ពីពុទ្ធសាសនាសាលាមិនត្រឹមតែជាកន្លែងសម្រាប់បណ្ដុះបណ្ដាលនៃការសិក្សាប៉ុណ្ណោះទេប៉ុន្តែជាកន្លែងមួយដែលបង្រៀនឲ្យយើងមានវិន័យល្អអាកប្បកិរិយាល្អក៏ដូចជាគុណធម៌និងភាពថ្លៃថ្នូរក្នុងការរស់នៅក្នុងសង្គមផងដែរអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះបាយបាយ